ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបបង្កើតgroup Telegram ដើម្បីធ្វើការងារហើយនឹងរបៀបកំណត់លក្ខខណ្ឌក្នុង group Telegram បាទទាំងអស់សម្រាប់ក្នុងការប្រើប្រាស់ក្នុងការងារឬក៏ប្រើប្រាស់ក្នុងការធ្វើអីផ្សេងៗអញ្ចឹងណាបាទអញ្ចឹងក្នុងវីដេអូនេះដែរបងប្អូននឹងស្វែងយល់ពីរបៀបគ្រប់គ្រង group Telegram បង្កើត group Telegram ហើយនឹងកំណត់មុខងារជាច្រើននៅក្នុង group Telegram ដែលធ្វើឲ្យយើងមានប្រយោជន៍ក្នុងការធ្វើការងារបានស្រួលផងតើមែនតើឥឡូវនឹងតោះឥឡូវយើងចូលទៅមើលរបៀបបង្កើតទាំងអស់គ្នាទីមួយយើងបីបង្កើត group Telegram សម្រាប់ធ្វើការងារគឺបងប្អូនអត់ពិបាកទេគឺចូលទៅកាន់សញ្ញាត្រី3នេះមកតាមទៀតបងប្អូនអរគ្នាចូលពីខាងលើតាមទៀតយើងនឹងសមាជិកចូលក្រុមមួយណាក៏បានដែរអញ្ចឹងសមាជិកយើងចង់ add តាមក្រោយក៏បានដែរហើយចូលទៅមុខសិនrồiអញ្ចឹងសមាជិកយើងចង់ add ដល់ពេលនេះក៏បានយើងចង់ add ពេលក្រោយក៏បានដែរឥឡូវខ្ញុំចង់ add ពេលក្រោយក៏បានដែរឥឡូវយើងធ្វើការបង្កើតអញ្ចឹងមកដល់ចំណុចនេះគឺយើងត្រូវការដាក់ឈ្មោះក្រុមរបស់យើងហ្នឹងបាទអញ្ចឹងក្រុម Telegram នេះយើងចង់និយាយពីអីយើងដាក់ចូលមកដើម្បីថាតាមនឹងAB អញ្ចឹងទៅនៅហៅក្រុមនោះដាក់ឈ្មោះ AB អញ្ចឹងបងប្អូនអ្នកគ្នាចុចគ្រីសនេះមកបាទអញ្ចឹងយើងបានក្រុមមួយដែលសម្រាប់ធ្វើការអញ្ចឹងណាបាទអញ្ចឹងយើងអាចadd សមាជិកបានទៀតណាបងប្អូនអ្នកគ្នាចង់បងប្អូនចង់ add សមាជិកយើងចុច add ជាមកបាទអញ្ចឹងយើងចង់ add ពីណាចូលទៀតក៏បានដែរយើងចុចចេះមកហើយចុច add មកគឺបានហើយចុចគ្រីសមកគឺបានហើយណាបាទអញ្ចឹងបងប្អូនចង់ add សមាជិកចូលប្រហែលអ្នកក៏បានដែរបាទយើងចង់ add សមាជិកយើងចុច add member ទៅបានហើយឥឡូវយើងមកមើល setting ក្នុងការគ្រប់គ្រងទៅលើ group ហ្នឹងទីមួយបងប្អូនគេអាចចូលទៅកាន់ option នេះទៅបាទអញ្ចឹងយើងអាចនេះយើងដាក់រូបថតក្នុង group ហ្នឹងណាបាទនេះ group Thai នេះគឺមានន័យថាបងប្អូនបើសិនជាយើងជ្រើសរើសយក private មានន័យថានៅក្នុង group ហ្នឹងគឺយើងអ្នកផ្សេងអត់មានអាចធ្វើការចូលក្នុង group ហ្នឹងបានទេចូលមើលបានទេបើនៅតែលក្ខណៈបុគ្គលអញ្ចឹងណាអញ្ចឹងបើករណីយើងចេះដាក់ចេញលើនឹងមកយើងនិយាយ public group នោះន័យថាវាជាអ្នកសាធារណៈពីណាក៏អាចចូល group មើលបានដែរអានេះ link group អញ្ចឹងយើងអាច share យើងអាច copy បានទាំងអស់អញ្ចឹងណាហើយអញ្ចឹងដោយសារ group នេះយើងដាក់ private group ទៅមកដល់ចំណុចនេះគឺ restrict saving content ការនៃបងប្អូនបើក restrict saving content ហ្នឹងគឺមានន័យថាក្នុង group ហ្នឹងគឺគេអាច share រូបថតអីចេញពីក្នុង group ហ្នឹងបានទេឬក៏ថត screen អីក៏បានដែរហ្នឹងឬ forward ចេញក៏បានដែរ group ហ្នឹងគឺបានតែយើងសមាជិកក្នុង group ហ្នឹងបានមើលឃើញតែអាចញ៉ាទិន្នន័យនឹងចេញពី group បានទេបើសិនបងប្អូនបើកកន្លែងនេះបើក restrict saving content ណាយើងបើកយើងមកនឹង group ហ្នឹងយើង forward អីអត់ចេញណាតាមទៅយើងចុចគ្រីសនេះមកបន្តទៀតចូលដល់មួយទៀតគឺ chat history ណា chat history នេះយើងអាចកំណត់ជា hidden ក៏បាន visible ក៏បានណាតែវាច្រើនយើងយក hidden មកហើយមួយទៀតតើទៅនឹង topic ណាគឺ topic គឺបងប្អូនអាចបង្កើតជា topic បាននៅក្រុមហ្នឹងហើយយើងអាចបើកជា topic បានមកថាក្រុមយើងមានមួយហ្នឹងហើយយើងចង់បើក topic ដូចជាក្នុង group AB មួយហ្នឹងយើងបង្កើតជា topic ផ្សេងគ្នាឬក៏ Facebook ឬជា YouTube អីក្នុង group មួយហ្នឹងណាអញ្ចឹងយើងអាចបង្កើត topic បានឧទាហរណ៍យើងចុចយក topic នេះមកហើយយើងបើក topic នេះមកបើក topic នេះដូចជាស្អីបើក topic នេះមកចុចគ្រីសមក
feel like it's Monday. Something's going wrong with all the chemicals up in my brain. All of a sudden I don't look at anything the same way. Gotta build up in my thoughts sitting in an ashtray. ចឹងវាចេញជាអញ្ចេះបងប្អូនគ្នាពេលបងប្អូនបើក topic មានន័យថាឲ្យយើងបង្កើតជា topic ផ្សេងៗគ្នាមកថាបងប្អូនបង្កើត topic ច្រើនបើថាយើងបង្កើត topic នេះទៅ Facebook យើងទៅFacebook ណា Facebook ក៏យើង create មួយទៅ topic Facebook ណាតទៅទៀតយើងចង់បង្កើត topic មួយទៀតនៅក្នុង group ហ្នឹងគឺយើងចុចតែមួយទៀតដែរហើយ YouTube អញ្ចឹងទៅចុច create នេះមកបាទអញ្ចឹងគ្រប់យើងវានៅក្នុង group ឈ្មោះថា AB នេះវាមាន topic YouTube មាន topic Facebook អញ្ចឹងទៅអញ្ចឹងបងប្អូនអ្នកគ្នាចង់បង្កើត topic មួយទៀតយើងចុចមួយទៀតមកតទៅទៀតយើងបង្កើត topic មួយទៀត TikTok មួយទៀតទៅយើងចុច create មួយទៀតមកបាទអញ្ចឹងឃើញថាពេលដែលយើងចូលក្នុង group របស់យើងនេះ group AB យើងហ្នឹងវាមាន topic ជាច្រើនដូចជា TikTok YouTube Facebook អញ្ចឹងណាអញ្ចឹងបើសិនជាអ្នក join group គាត់ចូលទៅក្នុងtopic មួយណាគាត់ត្រូវតែចុចលើ topic នោះទៅមកថា Facebook អញ្ចឹងទៅគាត់នឹងចូលទៅកាន់ទៅនឹង topic នឹងតែម្ដងបាទហើយមួយទៀតករណីបងប្អូនចង់បិទ topic នេះវិញក៏បានដែរណាមកថាយើងគ្រប់នេះយើងអត់ចង់បង្កើត topic ច្រើននេះទេមាន topic នឹងវាមាន3មកខ្ញុំបង្កើតមកណាគឺចង់បិទវិញក៏បានដែរណាក៏ចូលក្នុងក្រុមនឹងមកហើយបងប្អូនអ្នកគ្នាចុចលើក្រុមនេះទៅចុចលើក្រុមនេះទៅបែរទៅវិញ topic ចុចលើក្រុមនេះទៅតើបងចុចលើក្រុមហើយបងចុចលើសញ្ញាខ្មៅដៃហ្នឹងមកហើយបងត្រូវបិទ topic នេះវិញមកហើយចុចគ្រីសមកបាទអញ្ចឹងគ្រប់យើងគឺលែងមាន topic អីទៀតហើយណាលែងមាន topic អីទៀតហើយ topic 3ហ្នឹងគឺអត់មានទេគឺយើងចូលគ្រប់ទៅគឺវាមានតែគ្រប់ទៅទេអញ្ចឹងទៅបាទបន្តទៀតមាន option ខាងក្រោមទៀតណាបាទចឹង option ខាងក្រោមនេះបងប្អូនអាចកំណត់ទៅ reaction នេះយើងដូចថាយើងអាចកំណត់បានណានេះ reaction នេះចេះចឹងយើងអាចដាក់មេដៃក៏បាននេះ reaction ហ្នឹងបើយើងចុចយក all reaction ហ្នឹងន័យថាយើងកំណត់ឲ្យគាត់អាចធ្វើ reaction លើគ្រប់នឹងបានតាមរយៈមានរូបមេដៃរូបបេះដូងអញ្ចឹងណាបើយើងចុចយក sum reaction មានថាវាកំណត់បាន2អញ្ចឹងទៅឬក៏1 2អញ្ចឹងណាមួយចំនួនតែបើយើងកំណត់ថា no reaction មានន័យថាយើងអត់ឲ្យសមាជិកក្នុង group ហ្នឹងធ្វើការ reaction នៅក្នុង group ហ្នឹងទេលើអញ្ចឹងបន្តថាយើងយក all reaction យកនោះមកចឹងក៏អាច reaction មកទាំងអស់ទៅពេល permission ណាបងប្អូនគ្នា permission នេះគឺបងប្អូនអាចបិទអានេះបិទសម្រាប់ send តិច message ណាចឹងបងប្អូនចង់បិទកុំឲ្យសមាជិកគ្រប់ send message មកក៏បានចង់បើកក៏បានចង់បិទកុំឲ្យសមាជិក send វីដេអូមកក៏បាន media នេះហើយចង់បិទសមាជិកកុំឲ្យ add user ក៏បានចង់បិទសមាជិកកុំឲ្យ pin message ក៏បានដែរហើយ change info នេះយើងចង់បិទកុំឲ្យសមាជិកគ្រប់ change ព័ត៌មានក្នុង group ក៏បានដែរណាចឹងអានេះយើងឧទាហរណ៍យើងបើកទាំងអស់ក៏បានណាចង់បិទបានហើយចឹង invite link មួយទៀតនេះជាចំណុចមួយទៀតគឺ invite link ណាបងប្អូនគ្នា invite link នេះគឺយើងធ្វើការ invite ថាយើងចង់ឲ្យសមាជិកគ្រប់ណាមួយគាត់ចូល group ហ្នឹងណាយើងអាចចូល invite link នឹងបានណាបាទយើងអាច copy link ហ្នឹងទៅឲ្យគាត់ចុចលើ link ហ្នឹងគាត់ចូល join group ហ្នឹងក៏បានដែរហើយយើង share ក៏បានដែរណាបាទហើយមួយទៀតទៅ admin ណាបងប្អូនគ្នាគឺយើងចង់បន្ថែម admin ចុះបងប្អូនចង់បន្ថែម admin យើងចុចលើ admin មកហើយចុច add admin មក admin មកហើយយើងsearch យកឈ្មោះ admin មកណា search ហើយយើងចុច add គាត់ចូលបានណា
ជាសម្រាប់ add admin គឺបានណាបាទ member នេះយើងអាច add សមាជិក member បានណាចុច member នោះមកហើយនៅកន្លែង member ហ្នឹងឧទាហរណ៍យើង add សមាជិកគាត់ចូលហើយយើងអាចចុច remove កន្លែងហ្នឹងដែរណាចង់ remove member យើងចុចកន្លែងហ្នឹងដែរចង់ដកគាត់ចេញចង់ add គាត់ចូលអីកន្លែងហ្នឹងបងប្អូនអូខេបាទហើយបន្ទាប់នេះយើងកំណត់រួចហើយយើងចុច crease មកបាទចុច crease ហើយគឺអូខេហើយអញ្ចឹងគ្រប់របស់យើងគឺដំណើរការបានហើយអញ្ចឹងអញ្ចឹងរបៀបការគ្រប់នោះគឺមានតែប៉ុណ្្នឹងក្នុង option ក្នុងការគ្រប់គ្រងគ្រប់ Telegram ហ្នឹងហើយមានបន្ថែមពីនឹងទៀតដែលបើសិនបងប្អូនមានចម្ងល់កន្លែងណាអាច comment ក្រោមវីដេអូបានខ្ញុំនឹងបង្ហាញបងប្អូនបន្តទៀតណាបាទអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនាសូមជួយ subscribe អ្នកមួយផងអរគុណច្រើនជម្រាបលា